បៀនសារ៉េតនៅភូមិព្រៃញយឃុំក្រគោស្រុកស្វាយជ្រុំខេត្តស្វាយរៀងមានកូនម្នាក់សពថ្ងៃខ្ញុំប្រកបមុខរបរដាំផ្សិតចិញ្ចឹមសត្វតិចតួចព្រោះខ្ញុំមានចំណូលចិត្តខាងដាំផ្សិតលើកដំបូងពិបាកណាស់វាពិបាកវាយើងធ្វើវាមិនកើតលោកពីដោះមកវាចេញជាអាចគោអញ្ចឹងទៅមូលហេតុមកពីវាយើងរៀនក៏មិនបានច្បាស់លាស់ធ្វើទៅវាបរាជ័យទៀត6 7 ដងការយើងរៀនដំបូងក៏អត់បានដឹងថាគេដុតអាចក្រាននឹងដែរទៅទិញធុងសាំងទិញអីមកឆេះអស់មួយសាហ្នឹងយើងពិបាកណាស់ដេកមិនលក់អីមិនលក់ទេព្រោះវាបរាជ័យស្អីហ្នឹងក៏ទៅឯទាំងអស់ពិបាកចិត្តដោយសារតែធ្វើមិនកើតអាលុយក៏វាអស់ធ្វើមិនកើតដល់ខ្មាស់គេក៏ខ្មាស់គេម្ដងអស់120000 130000អញ្ចឹងវាដូចទៅវល់អស់ខ្ញុំឈ្មោះពេជ្រសុផាសប្ថ្ងៃខ្ញុំនៅផ្ទះហ្នឹងការងារតែងទួចចាំសัตว์ប្លួតហ្នឹងពីអ្នកយាយតាហ្នឹងខ្ញុំដូចជាចំអិនអាហារហើយតាគាត់មានមុខរបរផ្សេងរបស់គាត់គឺដាំផ្សិតគាត់ដាំដំបងគាត់មិនសូវមានបច្ចេកទេសទេលោកគ្រូពេលមកពីរៀនវិញហ្នឹងគឺបរាជ័យខ្ញុំថាទោះបីបរាជ័យយ៉ាងណាក៏ដោយយើងការងារអីក៏ដោយបើគ្មានបរាជ័យក៏គ្មានជោគជ័យដែរតាពេលដែលគាត់អស់ទំនុកចិត្តខ្លួនឯងខ្ញុំក៏បានតើអើយខ្វះលោកគ្រូព្រោះលោកគ្រូជួយទាំងថវិកាជួយទាំងកម្លាំងចិត្តកម្លាំងកាយមកអើយតាមឃ្លាំមើលតាមឲ្យកម្លាំងចិត្តរហូតហើយបើយើងមិនធ្វើគឺមិនកើតទេយើងត្រូវតែខំហើយបើគ្មានថវិកាខ្ញុំអ្នកខំដើររកខាងក្រៅយកមកទប់អង្គការ Operation Blessing ដូចជាមកជួយជាគ្រឿងក្រៅតាដាំផ្សិតហ្នឹងប្រហែលជាលើកទី8ហ្នឹងបានជោគជ័យកាលនោះបាន16គីឡូខ្ញុំក៏ថាអូយខ្ញុំដឹងគុណថាខ្ញុំថាព្រះយេស៊ូវមិនចោលកូនឲ្យនៅឯកោទេប្រកាសជាជួយហើយគឺជួយមែនដល់ពេលឥឡូវនេះខ្ញុំបានជោគជ័យហើយខ្ញុំតែរំភើបខ្ញុំខ្ញុំបាទអរគុណដល់ Operation Blessing ដែលបានបញ្ជូនខ្ញុំបាទទៅរៀននៅភ្នំពេញហើយបានយកចិត្តទុកដាក់ទិញសម្ភារៈក្នុងការបណ្ដុះផ្សិតហ្នឹងហើយបុកកលឹកគេមិនបោះបង់ខ្ញុំចោលទេគេតែងតាមសួរនាំមកមើលមកអីរាល់ខែបាទកម្រងខ្ញុំនឹងចេញទៅខាងផ្សារស្វាយរៀងហើយក៏អណ្ដើកអីហ្នឹងយកទៅលក់ក្នុង1គីឡូវាមិនក្រោមពី14000ទេសរុបទឹកលុយវាមួយរោមអាចបាន420000អត់មានពិបាករឿងលក់ទេយកទៅដឹងតែអស់នេះគឺធ្វើរងតែ3ម៉ែត្រទេតែបានតិចទៅបើគេធ្វើ10ម៉ែត្រវាបានច្រើននៅខាងក្នុងនោះវាមានរងមាន3ធ្នើមួយធ្នើចេះវា3ម៉ែត្រហើយកម្ពស់ឡើងទៅលើនឹង3ធ្នើមុនដំបូងនេះរងមានតែ2ទេហើយ2ហ្នឹងដូចថាមួយខែអញ្ចឹងបានយើងបានម្ដងដល់ពេលអញ្ចឹងអត់អាចលុយសល់ទេលុយវាបានវិលអញ្ចេះប៉ុន្តែការងារខ្ញុំហ្នឹងខ្ញុំដឹងថាពេលយើងពង្រីកត្រង់ហ្នឹងយើងអាចសល់ថវិកាហ្នឹងសល់ដងវាយហ្នឹងហើយប្រសិនជាយើងមានកន្លែងច្រើនផ្សិតយើងវាវិលជុំណាមួយខែបើมันច្រឡំទេប្រហែលជាសល់ត្រឹម300អីតែមកដល់ឥឡូវនេះវាអាចទៅបាន50-60%ទៅហើយអាចបន្តមុខទៀតអាចពង្រីករោងបន្តទៀតដល់អញ្ចឹងទៅទំឃើញគេផុសលក់អាចក្រាននេះវារៀងថោកអញ្ចឹងតែបានចក្រានហ្នឹងមកឥឡូវវាធូរចិត្តបន្តិចលេងបរាជ័យទៀតហើយដូចឲ្យលោកគ្រូបាក់ចិត្តទៀតដែរតើដូរចក្រានតើបានចក្រានហ្នឹងមកលេងហើមកដុតខ្វាប់បានភ្លាមមកដល់ឥឡូវយើងវាបានហើយយើងខ្ញុំបានពង្រីកនៅនេះ4បន្ទប់4រោងទៀតប៉ុន្តែខ្ញុំក្រងនឹងពង្រីកឲ្យធំជាងនេះសល់លុយដែលគាត់រកចំណូលបានមកពីផ្សិតនេះខ្ញុំពង្រីកធ្វើជាផ្ទះកដោបឲ្យបាន4-5ថែមទៀតកុំឲ្យថាយើងរកមកតាមមុខរបរលោកគ្រូបើលុយសល់ហ្នឹងយើងសំទៅដើម្បីយកមកបរិយាមុខរបរមួយទៀតចឹងលោកគ្រូចាខ្ញុំសូមជូនពរឲ្យអង្គការនេះឲ្យបានរឹងមាំព្រោះមានតែអង្គការហ្នឹងជួយប្រជាជនឲ្យដូចជាគ្រូសាខ្ញុំអត់មានទីពឹងអីសោះហ្មងតែឥឡូវខ្ញុំបានប៉ុណ្ណេះខ្ញុំដឹងថាខ្ញុំជីវិតខ្ញុំរស់ហើយរស់ក្រោមពន្លឺរបស់ព្រះអរគុណណាស់អរគុណ Operation Blessing អរគុណខ្លាំងសូមឲ្យជួយប្រជាជនថែមទៀតអរគុណណាស់
បាទគ្មានអូប៉ារ៉េសិនប៉ូលេស៊ីងទេខ្ញុំនឹងគ្រូសាអត់មានដល់ថ្ងៃនេះទេខ្ញុំរាល់ថ្ងៃនេះនិយាយសុបាយហ្មងដីក៏លក់ស្រួលដែរ